កុំខ្លាចអីគ្រាន់តែខំសន្ទូចទៅបានហើយពួកយើងនឹងទាញពីខាងក្រោមTracy ងើយហើយទប់ឲ្យជាប់កម្លាំងខ្លាំងណាស់មិនត្រូវលែងទេរួចពីកន្លះហើយឬទូចម្លេះទៅផ្ទះហៅអាណាព្យាបាលឯងមកទៅកូនសម្លាញ់កូនត្រឡប់មកវិញហើយមែនទេលោកតាទេវតាចិត្តធន់ណាស់បងប្អូនទាំងអស់គ្នាស៊ីបន្តទៀតទៅពូបៃតងពូស៊ីច្រើនពេកហើយពិតមាត់ភើខ្ញុំស៊ីច្រើនពេកមែនទេលបឡែណាស់មេកូសម្ព័ន្ធខ្ញុំមិនហ៊ានទៀតទេបងប្អូនទាំងអស់គ្នាចាប់ពីថ្ងៃស្អែកទៅរាល់ពេលដែលលោកតាទេវតាបោះនុយត្រូវមានត្រី3ក្បាលឡើងទៅធ្វើជាកូនអុកខំសន្ទូចឲ្យបំរះធ្វើឲ្យគាត់គិតថាមានត្រីធំតែស្ទូចមិនបានមេកូសម្ព័ន្ធខ្ញុំឃ្លានណាស់មេកូសម្ព័ន្ធរដូវខាងគាត់ការនេសាទមានរយៈពេលច្រើនឆ្នាំមកហើយនៅក្រោមទឹកពិតជាគ្មានអ្វីស៊ីគ្រប់គ្រាន់ទេចាំបន្តិចទៀតទៅចិត្តដល់ពេលហើយមេកូសម្ព័ន្ធមើលនោះចុះតំបន់ទឹកនេះប្រហែលជាគ្មានត្រីទេដឹងហេតុអ្វីមិនស៊ីសោះចឹងមានត្រីតើនោះប្រកាសជាដោយសារខ្ញុំបោះនុយមិនទាន់គ្រប់គ្រាន់ហើយវឹបលើកនេះប្រកាសជាមានត្រីស៊ីមិនខានអាហារទិព្វធ្លាក់ពីលើមេឃមកចិញ្ចឹមពូត្រីយើងលោកតាទេវតារូបនេះមានគុណធម៌ដូចភ្នំហើយបងប្អូនទាំងអស់គ្នាអាហារជួយជីវិតមកដល់ហើយចេញមកស៊ីទាំងអស់គ្នាទៅឈ្ងុយណាស់មេកូសម្ព័ន្ធនុយនេះពិតជាឆ្ងាញ់ណាស់ស៊ីតិចទៅលោកតាមេកូសម្ព័ន្ធតើលោកតាទេវតានឹងមកជារៀងរាល់ថ្ងៃមែនទេបើចង់ឲ្យគាត់មកជារៀងរាល់ថ្ងៃពួកយើងត្រូវតែថ្វាយដង្វាយដល់គាត់ដល់ពេលត្រូវជ្រើសរើសដង្វេមួយហើយលើកនេះដល់វេនកូនប្រុសរបស់គ្រួសារអាលឿងហើយមេកូសម្ព័ន្ធតើកូនរបស់ខ្ញុំអាចត្រឡប់មកវិញបានទេឲ្យតែពូជសាសយើងអាចរស់រានមានជីវិតបានយ៉ាងល្អការលះបង់បន្តិចបន្តួចនេះគ្មានន័យអ្វីឡើយបងប្រុសត្រីខ្មៅត្រូវសន្ទូចថ្កក់ជាប់ហើយប្រញាប់មកជួយបងប្រុសខ្ញុំត្រឡប់មកវិញហើយអាតូចឯងត្រឡប់មកវិញធ្វើអីប្រញាប់ទៅខ្ញុំមិនទៅទេវាជាខ្សែរឹងធន់នឹងការកាត់នឹងរឹងខ្លាំងណាស់ខាងខ្លាំងមិនដែលតែវាកាត់ខ្លាំងណាស់ចុះត្រូវធ្វើម៉េចទៅចុះឡើងខ្ញុំយកដង្កៀបវារួចដុសទៅដុសមកដុសយូរទៅប្រកាសជាដាច់ត្រីធំខាងខ្សែឲ្យជាប់កុំលែងអ្នកមានដង្កៀបដុសចុះឡើងត្រីតូចខាងខ្សែជួយគ្នាទាំងអស់គ្នាទីងព្រាត់ជាមួយអ្នកស្ទូចត្រីទៅត្រៀមខ្លួនទៅគៀបរុញឡើងមកឲ្យខ្ញុំឡើងមកប្រឹងឡើងទាំងអស់គ្នាប្រឹងឡើងមកទាំងអស់គ្នាប្រឹងឡើងតែហើយបងប្រុសបងមិនអីទេថ្ងៃនេះខ្ញុំជំពាក់ជីវិតអ្នករាល់គ្នាហើយមិនមែនជំពាក់ពួកយើងទេគឺត្រូវឲ្យអ្នកស្ទូចត្រីដឹងថាពួកយើងមិនងាយស្រួលនឹងធ្វើបាបឡើយមែនហើយលើកដល់មកពួកយើងលោកណាគ្នាដូចជាគាត់ឡចឹងត្រូវឲ្យគាត់បានដឹងខ្លួន